សំណួរពិបាកឆ្លើយតើរើសយកអ្នកមានគុណឬគូជីវិតសួស្តីបងប្អូនទាំងអស់គ្នាមានសំណួរមួយដែលធ្វើឲ្យមនុស្សជាច្រើនឈឺក្បាលនិងទាល់គំនិតបំផុតក្នុងជីវិតនោះគឺរវាងប្តីប្រពន្ធនិងឪពុកម្ដាយបងប្អូនតើយើងគួររើសយកមួយណាមនុស្សមួយចំនួនធ្លាប់ពោលថារើសយកឪពុកម្ដាយហើយព្រោះឪពុកម្ដាយមានតែមួយគ្មានអីជំនួសបានទេឯប្តីឬប្រពន្ធខ្លះបើបែកគ្នាទៅរកថ្មីទៀតបានឯមនុស្សមួយចំនួនទៀតក៏យល់ថារើសយកប្តីឬប្រពន្ធព្រោះគេជាអ្នករួមសុខរួមទុក្ខបង្កើតគ្រួសារតូចមួយជាមួយយើងហើយរស់នៅជាមួយយើងរហូតដល់ចាស់ស្លាប់រៀងខ្លួនចុះចំណែកអ្នកវិញបើត្រូវរើសតើអ្នករើសយកមួយណាវិភាគជំរើសទាំងពីរមួយជ្រុងនៃឪពុកម្ដាយនិងបងប្អូនឈាមខាប់ជាងទឹកចំពោះអ្នកដែលរើសយកឪពុកម្ដាយគេមើលឃើញពីគុណបំណាច់និងខ្សែឈាមគ្មានអ្នកណាអាចបង្កើតយើងមកជាលើកទី2បានឡើយឪពុកម្ដាយជាអ្នកចិញ្ចឹមបីបាច់ចែករំលែកឈាមជ័រនិងលះបង់ដើម្បីយើងតាំងពីបាតជើងតូចការបោះបង់ឬមើលរំលងអ្នកមានគុណដើម្បីដៃគូគឺជាការរំលោភលើគុណធម៌និងភាពជាកូន 2. ជ្រុងនៃប្តីប្រពន្ធដៃគូបង្កើតវាសនាប៉ុន្តែចំពោះអ្នកដែលរើសយកប្តីប្រពន្ធគេមើលឃើញពីកាតព្វកិច្ចជីវិតនិងអនាគតឪពុកម្ដាយមិនអាចរស់នៅការពារយើងពេញមួយជីវិតបានទេថ្ងៃណាមួយគាត់នឹងចាក់ចេញពីយើងទៅតាមធម្មជាតិឯបងប្អូនក៏គង់តែមានគ្រួសារផ្ទាល់ខ្លួនហើយត្រូវបែកទៅមើលថែគ្រួសារគេដែរមានតែប្តីឬប្រពន្ធប៉ុណ្ណោះដែលនៅមើលថែយើងពេលឈឺដើរកាត់ឧបសគ្គជាមួយយើងនិងកាន់ដៃយើងរហូតដល់ថ្ងៃចុងក្រោយធាតុពិតដែលមនុស្សជាច្រើនមើលរំលងប៉ុន្តែការនិយាយថាប្តីប្រពន្ធរកថ្មីបានគឺជាការមើលស្រាលលើតម្លៃនៃក្តីស្រឡាញ់និងការលះបង់របស់ដៃគូយ៉ាងធ្ងន់ធ្ងរបើអ្នកគិតថាប្តីប្រពន្ធគ្រាន់តែជាមនុស្សក្រៅដែលអាចដូរបានតាមចិត្តតើអ្នកអាចសង់គ្រួសារមួយដែលមានសុភមង្គលនិងទំនុកចិត្តពិតប្រាកដដោយរបៀបណាបើគ្មានការផ្ដល់តម្លៃឲ្យគ្នាជាទីមួយនោះទេនោះអាពាហ៍ពិពាហ៍នឹងក្លាយជាផ្ទះទទេស្អាតដែលគ្មានកម្ដៅផ្ទុយទៅវិញការចាត់ទុកប្តីប្រពន្ធជាធំរហូតមើលរំលងឬកាត់កាលឪពុកម្ដាយដែលបង្កើតខ្លួនមកក៏ជាការប្រព្រឹត្តអកតញ្ញូដែលធ្វើឲ្យជីវិតខ្វះសេរីសួស្តីដូចគ្នាចម្លើយពិតប្រាកដគឺជីវិតមិនមែនជាការជ្រើសរើសដើម្បីបោះបង់ម្ខាងនោះឡើយប៉ុន្តែជាការរក្សាតុល្យភាពនិងការដឹងពីតួនាទីចំពោះឪពុកម្ដាយត្រូវមានកតញ្ញូតាធម៌មើលថែផ្ដល់កិត្តិយសនិងមិនបំភ្លេចគុណចំពោះប្តីប្រពន្ធត្រូវមានភាពស្មោះត្រង់និងការផ្ដល់អាទិភាពព្រោះគេជាដៃគូជីវិតនិងជាគ្រឹះនៃគ្រួសារបច្ចុប្បន្នរបស់អ្នកប្តីប្រពន្ធល្អនឹងមិនបង្ខំឲ្យអ្នករើសរវាងគេនិងឪពុកម្ដាយអ្នកឡើយឯឪពុកម្ដាយដែលស្រឡាញ់កូនពិតក៏មិនបំផ្លាញសុភមង្គលគ្រួសាររបស់កូនដែរកុំយកខ្សែឈាមមកធ្វើបាបក្តីស្រឡាញ់ហើយក៏កុំយកក្តីស្រឡាញ់មកបំភ្លេចអ្នកមានគុណចុះសម្រាប់បងប្អូនវិញតើយល់យ៉ាងណាដែរចំពោះបញ្ហាមួយនេះ